បាទសួស្តីបងប្អូនអរគ្នាបងប្អូនទាំងអស់គ្នាក៏ជាខានឃើញវត្តមានរបស់ខ្ញុំជាយូរណាស់មកហើយក្នុងថ្ងៃនេះខ្ញុំធ្វើការ unboxing តាក់ទងជាមួយនឹង Honor 400 Pro ថ្ងៃនេះខ្ញុំធ្វើការ unbox ឲ្យភ្ញៀវតែម្ដងហើយជាមួយនឹងកាដូគឺកប់តែម្ដងតែសោកស្ដាយមែនតើសម្រាប់គាត់ order ជើងទី2នេះគឺมันមានជាមួយនឹងជើងចាប់ដែលក្រុមហ៊ុនព្រីដូចជើងទី1ទេតែក៏អត់ចោលដែរជាមួយនឹងកាសតម្លៃ$159ហើយជាមួយនឹង case ជាមួយនឹង screen ហើយសម្រាប់ហាងក៏មិនចោលដែរជាមួយនឹងកាតាបដែលធ្លាប់បានប្រាប់បងប្អូនទាំងអស់គ្នានឹងមានការព្រីជូនគ្រប់គ្នាតម្លៃប៉ុណ្ណាឲ្យតែទូរស័ព្ទទិញពីហាងខ្សែពេជ្រគឺនឹងជូនជាកាដូកាតាបនេះឲ្យបងប្អូនគ្រប់គ្នាអញ្ចឹងបងប្អូនដើម្បីទទួលបានកាដូកាតាបនេះបងប្អូនអាចធ្វើការតំណមកហាងខ្សែពេជ្រមកគឺបានគ្រប់គ្នាតែម្ដងអញ្ចឹងឥឡូវកុំឲ្យវែងឆ្ងាយគឺធ្វើការ unbox តាក់ទងជាមួយនឹង Honor 400 Pro ឲ្យបងប្អូនមើលពីលក្ខណៈសម្បត្តិរបស់វាជាមួយនឹងថាខាងក្នុងប្រអប់នេះមានអីខ្លះបាទអញ្ចឹងជំនាញទី1យើងធ្វើការហែកប្រអប់អូខេអូជាក់ដៃបងប្អូនបាទចេញមកហើយបាទនៅក្នុងប្រអប់វាគឺមានទូរស័ព្ទមួយដើមបាទកប់សេរីហ្មងបងប្អូននិយាយទៅបើខ្ញុំមើលពីរូបរាងតាក់ទងជាមួយតួការកាន់ទៅលើ material របស់វាគឺ smooth មែនតើអត់ដូចនៅក្នុងរូបបងប្អូនការនាំមានអារម្មណ៍ថាអែមមែនតើជាមួយនឹងអេក្រង់វាចង់និយាយថាវាធ្វើលាតកង់ស្អាតមែនតើបងប្អូនវាធ្វើកង់កែមទៀលនិយាយទៅដូចសេរី Huawei ដូច Huawei P40 Pro ហ្នឹងបងប្អូនវាធ្វើកែមទៀលចេញមកអញ្ចឹងគឺស្អាតដូចអេក្រង់វាហោះចេញមកខាងក្រៅអញ្ចឹងហើយជាមួយនឹងតួវាមានអារម្មណ៍ថាកាន់ស្និទ្ធហើយមួយវិញទៀត speaker របស់វាបើតាមខ្ញុំមើលជាក់ស្ដែងហ្មងគឺវាមានលើហើយនឹងក្រោមហើយនិយាយខ្លីទៅគឺដល់វាអត់ថងអូ skin វាមានមកស្រាប់បងប្អូន skin វាមានមកស្រាប់តែ skin ប្រភេទ gel អញ្ចឹងឥឡូវយើងមិនបាច់បន្តទៀតទេ skin នេះយើងអាចទុកបិទថ្ងៃក្រោយបានហើយជាមួយនឹងខាងលើនេះខ្ញុំឃើញមាន IR blaster មួយហើយតាក់ទងជាមួយនឹងសាច់អេក្រង់វាគឺប្រភេទ AMOLED ទឹកពណ៌វា1000លានពណ៌ជាមួយនឹង refresh rate វារហូតដល់ 120Hz ហើយកាមេរ៉ាខាងក្រោយវាធំមែនតើបងប្អូនគឺធំមែនតើធំញាក់សាច់ហ្មងបងមើលញាក់សាច់ឥឡូវយើងធ្វើការបើកម៉ាស៊ីនបាទហើយតាក់ទងមួយកម្លាំងម៉ាស៊ីនរបស់វាយើងនិយាយដល់ម៉ាស៊ីនយកបើកម៉ាស៊ីនគឺដល់កម្លាំងម៉ាស៊ីនរបស់វាខ្ញុំឃើញថាជាប្រភេទ chip flagship ហ្មងចង់និយាយថាបងប្អូនមិនអាចរកទិញបាននៅក្នុងតម្លៃទឹកលុយប៉ុណ្ណឹងទេតម្លៃទឹកលុយ500ជាងតែបងប្អូនបាន chip flagship ដែលមានតម្លៃរាប់ពាន់ដុល្លារលើទូរស័ព្ទ brand ផ្សេងៗហើយ chip របស់វាយើងជិះដល់ chip របស់វាគឺ chip ប្រភេទ Gen 3 chip លំដាប់កម្ពុជាដែលអាចរនហ្គេមធំនិយាយទៅលើពិភពលោកគឺអាចអូសបានយ៉ាង smooth ហើយមួយវិញទៀតទូរស័ព្ទនេះក៏បំពាក់ជាមួយនឹង AI ទៀតបងប្អូនបំពាក់ជាមួយនឹង AI ដែលកំពុងតែល្បីបច្ចុប្បន្នតែ AI នេះខុសពី AI ផ្សេង AI នេះខ្ញុំនិយាយថាជា AI ដែលបងប្អូនត្រូវការបំផុតគឺមុខងារ AI ដែលអាច detect ទៅលើតាក់ទងជាមួយនឹងការ call fake បាទការ scam ផ្សេងៗតាក់ទងមួយបច្ចុប្បន្នបងប្អូនដឹងស្រាប់តាក់ទងជាមួយនឹងការ scam ដូចជា call video ចេញមកមុខផ្សេងបោកប្រាស់យើងតាមផ្សេងៗតែសម្រាប់លើ Honor 400 Pro នេះគឺអាច detect បានអាចការពារបងប្អូនពីប្រព័ន្ធសុវត្ថិភាពផ្សេងៗហើយក៏វាមានមុខងារការពារសុវត្ថិភាពជាច្រើនទៀតបងប្អូនគេថាយើងប្រើមកមានអារម្មណ៍ថាទំនុកចិត្តសុវត្ថិភាពយើងប្រើដោយមិនភ័យបារម្ភពីបញ្ហាសន្តិសុខសង្គមបច្ចុប្បន្នដែលវាតាក់ទងជាមួយនឹងការ scam ការបោកបញ្ឆោតផ្សេងៗតាមប្រព័ន្ធផ្សេងៗគឺវាអាច detect បានគឺអាចចាប់បានទាំងអស់អញ្ចឹងបងប្អូនមិនត្រូវបានទូរស័ព្ទដែលកម្ពុជាក្នុងតម្លៃថោកហើយបងប្អូនបានប្រព័ន្ធសុវត្ថិភាពដែលខ្ពស់អាចថាខ្ពស់ជាងគេនៅក្នុងពេលបច្ចុប្បន្នតែលើទូរស័ព្ទ brand ផ្សេងៗអត់ទាន់មានអាមុខងារ detect តាក់ទងជាមួយនឹងការ scam call ទៅគឺប្រើមាត់ផ្សេងបានទេតែនៅលើ Honor នេះគឺអាចធ្វើបានហើយអញ្ចឹងបងប្អូនគឺមានគេថាសុវត្ថិភាពខ្ពស់អញ្ចឹងឥឡូវខ្ញុំធ្វើការ activate វាបងប្អូនអាចមើលបានបាទហើយសម្រាប់បងប្អូនដែលធ្វើការចង់និយាយថាទូរស័ព្ទផ្សេងៗបងប្អូនទិញអាទូរស័ព្ទ chip លំដាប់ flex លំដាប់ type ការកញ្ចប់ type ការគឺបងប្អូនប្រើបានតែមួយឆ្នាំទេតែសម្រាប់បងប្អូនយក chip ប្រភេទដល់ chip Gen 3នេះបងប្អូនចង់និយាយថាប្រើ10ឆ្នាំទៀតក៏វានៅតែប្រើបានវានៅ smooth ចឹងថាដោយសារបំពាក់ chip កម្ពុជាហើយអញ្ចឹងបងប្អូនអត់បារម្ភទេ10ឆ្នាំទៀតគឺនៅប្រើបានផងដែរហើយ RAM វានេះចង់និយាយថា 24GB អញ្ចឹង file ចង់ចេញដល់ប៉ុណ្ណាក៏បងប្អូនអាចទៅអូសរួចអញ្ចឹងដោយសារ RAM វាធំគឺវាអាចរត់លើអេក្រង់អាចអូសចង់ថាលំដាប់ computer ឲ្យបងប្អូនបើយើង run កម្មវិធី run game គឺអាចដល់ game ប្រភេទ computer ដោយសារ RAM វាធំ 24GB នោះគឺបងប្អូនដាក់ game អីក៏អាចអូសរួចដែរមិនថាឥឡូវរហូតដល់10ឆ្នាំក្រោយទេតែដល់ game ចេញមកមួយហ្មង3ចង់ថាវាបាត់ធំពេក file ដើមធំពេកអានោះមកវាអាចដល់រួចតែបើសិនជាដូចពេលបច្ចុប្បន្នសម្រាប់តែកុំព្យូទ័រហ្នឹងក៏ធ្វើ RAM 16GB អូសរួចតម្រាំ 24GB ទៀតគឺស៊ីផុយបងប្អូនឥឡូវយើងបន្តទៀតបាទគឺខ្ញុំអូចប់កុំឲ្យនិយាយច្រើនពេកទៅបងប្អូនគួយស្ដាប់ខ្ញុំជក់ហៀរមាត់ណាឥឡូវគេដល់អេក្រង់ហើយគឺងាយស្ដាប់មែនតើអានេះបើខ្ញុំកលេចមើលអេក្រង់វាមានអារម្មណ៍ថាដូចហោះចេញដែតមកមានអារម្មណ៍ដូចអេក្រង់ដែតចេញមកក្រៅហើយមួយវិញទៀតមើលទៅលើសាច់អេក្រង់វាមានអារម្មណ៍ថាម៉ត់មែនតើនិយាយទៅអា Samsung 25 Ultra ខ្ញុំមានអារម្មណ៍ថាសាច់ពីអេក្រង់ពីរគឺវាអត់សូវចាញ់ឈ្នះគ្នាមែនទេដោយសារទឹកពណ៌វាមានអារម្មណ៍ថាគឺមានអារម្មណ៍ថាសាច់ទឹកពណ៌វាគឺម៉ត់ល្អមែនតើអានេះនិយាយសាច់អេក្រង់ហើយមួយទៀត
25 Ultra នេះវាកែវាស្មើវាអត់ smooth អត់មានអារម្មណ៍ថាហោះដូចពួក Honor ពួក Huawei ទេតែខ្ញុំមានអារម្មណ៍ថាអេក្រង់នេះគឺវាស្អាតផងថាវាមិនដែតហ្មងបងប្អូនគឺវាមិនដែតមានអារម្មណ៍ថាដូចចុចលើអេក្រង់ដែតចឹងអត់មានអារម្មណ៍ថាវាដូចចុចកែមស្មើយទេចឹងយើងមើលមកក្លីបហ្មងកាន់បងប្អូនកាន់ទៅគឺក្លីបហើយអ្វីដែលវាទៀលនេះគឺទៀលទាំងមុខទាំងក្រោយទាំងសាច់អេក្រង់ខាងមុខនិងអេក្រង់និងតួខាងក្រោយមានអារម្មណ៍ថាកាន់មកស្និទ្ធបាទនេះកាន់មកមានអារម្មណ៍យ៉ាងចុងទៅវាអារម្មណ៍យើងកាន់យើងអាចវាអត់ស្និទ្ធមួយដៃយើងកាន់យូរទៅវាមានអារម្មណ៍ថាអាចនឹងឈឺដៃតែសម្រាប់នេះគឺអែហ្មងសម្រាប់ Honor នេះនិយាយទៅបើនិយាយទូរស័ព្ទបច្ចុប្បន្ននេះខ្ញុំគិតថាទូរស័ព្ទនេះគឺទូរស័ព្ទដែលស្រួលកាន់បំផុតបងប្អូនស្រួលកាន់ទាំងមុខទាំងក្រោយនិយាយទៅបើសិនជាធៀប24 Ultra ហ្នឹងក៏វាមានអារម្មណ៍ថាស្រួលកាន់ចឹងដែរដោយសារវាអត់ឈុំអញ្ចឹងជាឃើញជ្រុងវាកលីបតែគ្រាន់តែថាវាកាន់យូរវាស្និទ្ធដៃដូចតែពួកឯងទៀលតិចទេបាទហើយមួយទៀតឥឡូវខ្ញុំសុំតេស្តកាមេរ៉ាតិចខ្ញុំចង់ដឹងថាទូរស័ព្ទតម្លៃ$500នេះដែលមាន chip ចុះថាកំពូល flagship ដែលថាអាចពុកកម្មវិធីដល់កប់សេរីអញ្ចឹងចង់ដឹងថាកាមេរ៉ាវាមិនដែរទាំងមុខទាំងក្រោយចង់ដឹងថាសាច់វាគឺសាច់ប្រភេទថា flagship ផ្សេងអត់ឥឡូវខ្ញុំធ្វើការចូលហើយខ្ញុំធ្វើការនេះធ្វើការតេស្តអញ្ចឹងខ្ញុំតេស្តទៅឡាវឃើញកាមេរ៉ាហើយលាន់មាត់បងប្អូនអត់ចាញ់ flagship អត់ចាញ់ flagship ទេអត់ចាញ់អាទូរស័ព្ទតម្លៃកំពូលទេមានអារម្មណ៍ថាទឹកពណ៌វារៀងដិតរៀងឲ្យ color ហ្មងផងម្នាក់នេះមើលមកខាងក្រៅអត់ធៀបបងប្អូនមើលខ្ញុំមិនដឹងថាពេលថតហើយវានៅរក្សា detail យ៉ាងដែរអត់ទេបុបអូញាក់បងប្អូនកាមេរ៉ា12ញាក់ហ្មងអាចនិយាយថាញាក់សាច់តែម្ដងនិយាយទៅអានេះវាចេញមក color ដូចនៅខាងក្រៅអត់មានអារម្មណ៍ថាខុសពីខាងក្រៅទេតែ portrait មើល portrait ចង់ដល់មិនចេញមើលចាប់ focus ចាប់លើវត្ថុ A1 ចាប់អានេះចុះណែខាងក្រោយដាច់មកលងព្រាលចង់និយាយមើលចេញមក background គឺ background ហ្មងខាងក្រោយព្រាលខ្លាំងល្អហ្មងវាមិនខ្លាំងណាស់ណាវាចេញមក smooth នេះអត់តាមប្រើមុខងារ AI ទេណានេះបើយើងនេះមុខងារ sport ក្នុងមុខងារវាមានច្រើនគួរសមមកនេះតាក់តងជាមួយ filter ញាក់ចង់យក natural អីក៏បានដែរខ្ញុំអត់ដឹងចាក់ទៅគឺខាង Facebook គេចាប់អត់ទេចាំមើលខ្ញុំធ្វើការចាក់ដើម្បីតែសំឡេងគាត់តែចង់ដឹង sound ទេបងប្អូនសំឡេងវាលឺមែនតើតែដឹងថាធាក់បាស់ធ្ងន់អត់ទេគាត់ទៅចេញប៉ុណ្ណេះគឺអាចនិយាយថាសំឡេងវាធ្ងន់ធាក់បាស់ធ្ងន់ងុំវាអត់ចេញថាវាអត់ស្រួយតែសំឡេងវាងុំចេញថាអត់ចាញ់25 Ultra ទេសំឡេងវាពីរហ្នឹងគឺអាចស្មើចេញថាស្មើនឹងពួក speaker AKG ហើយចេញថាអាចអញ្ចឹងបានហើយខាងក្រោយវា smooth កាន់ទៅ smooth មែនតើវាចូលពេលកន្លះមួយដែលចង់ថាកាន់ទៅ smooth ស្និទ្ធដៃមែនតើហើយកាមេរ៉ាវាមាន3គ្រាប់ជាមួយនឹងខាងមុខ sensor មួយគ្រាប់កាមេរ៉ាមួយគ្រាប់អញ្ចឹងទូរស័ព្ទនេះគឺទូរស័ព្ទដែលមាន security ល្អមែនតើដោយសារអីវាមាន sensor មួយទៀតដើម្បីជួយបង្កើនបាទប្រព័ន្ធសុវត្ថិភាពទៅកាន់ទូរស័ព្ទនេះហើយចេញថាវាតម្លៃប៉ុណ្ណេះគឺបងប្អូនមិនអាចរកទូរស័ព្ទផ្សេងណាដែលមាន AI ល្អបែបនេះជាមួយនឹង software ល្អបែបនេះជាមួយនឹងកម្លាំងម៉ាស៊ីននិងអេក្រង់កាមេរ៉ាល្អចេះថាបងប្អូនទិញមួយកញ្ចប់នេះគឺកប់សេរីហ្មង chip ក៏កម្ពស់អញ្ចឹងសម្រាប់បងប្អូនដែលចង់បានគឺអាចមករកនៅហាងខ្សែពេជ្របានបងប្អូននឹងទទួលបានកាដូនេះហើយកុំឲ្យកាដូនេះអស់ទៀតបងប្អូនតែមកយូរទៀតសង្ស័យកាសនេះគេដកចោលហើយអាកាស159ហ្នឹងអញ្ចឹងបងប្អូនកុំឲ្យអាកាសនេះកន្លងផុតអញ្ចឹងកាសនេះខ្ញុំអត់ធ្វើការអានបោះទេដោយសារជាបោះចាស់គេដល់គេអានបោះខ្លួនឯងតែខ្ញុំសូមអានបោះទូរស័ព្ទដើម្បីចាច់ជូនបងប្អូនទាំងអស់គ្នាហើយនៅក្នុងនេះគេមកអូកប់សេរីបងប្អូនទូរស័ព្ទនេះគឺ support ការសាករហូតដល់80 W តែជាក់ស្ដែងគេដាក់ដុំ100 W ឲ្យយើងមកគឺញាក់សាច់ដុំលើសពីកម្លាំងម៉ាស៊ីនទៀតអញ្ចឹងបងប្អូនទិញហើយគឺលើសពីសមត្ថភាពរបស់ម៉ាស៊ីនទៀតបាទចំណេញមែនតើអញ្ចឹងបងប្អូនទិញអាក្រោយស្គាល់100 W អីគឺយកបាច់ទិញដុំថែមឯងអូនៅក្នុងនេះមាន case មួយបងប្អូនហើយនៅក្រៅមាន case មួយទៀតអញ្ចឹងបងប្អូនទិញមួយបាន2បាទទិញបាន case 2បាទកប់សេរីមកចូលភ្លុកគាត់ម្ចាស់គេជាមួយនឹងចូលចាក់ស៊ីមបងប្អូនចូលចាក់ស៊ីមអញ្ចឹងបងប្អូនបាន skin 2 case 2កាស1បាទហើយចាក់ស្ដែងនៅខាងហាងក៏មាន free បាទជាកតាបឲ្យទៅកាន់ភ្ញៀវដែរទៅកាន់ភ្ញៀវហើយចាំមើលខ្ញុំនឹងរកកាដូក្រៅមួយទៀតដាក់ឲ្យភ្ញៀវបាទដើម្បីបានកាដូផ្សេងនឹងទៀតអញ្ចឹងមកដងនេះគឺកប់សេរីបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាដែលមានបំណងចង់ទិញទូរស័ព្ទលក់ចេញវៃដូសេរីគឺអាចមករកនៅហាងខ្សែពេជ្របានគឺមានគ្រប់បញ្ចប់ទាំងអស់ទាំងវៃដូសេរីទាំងទិញដាច់ទាំងបងរំលោះគឺសុទ្ធសឹងតែមាននៅហាងខ្សែពេជ្រទាំងអស់មិនថាជា accessory ផ្សេងៗ brand ផ្សេងៗដូចជា JBL ដូចជា brand speaker ផ្សេងៗទៀតគឺមាននៅហាងខ្សែពេជ្រ brand Xiaomi brand ទូរស័ព្ទគឺមានទាំងអស់នៅក្នុងឲ្យតែស្រុកខ្មែរគឺមានគឺនៅហាងខ្សែពេជ្រមានហើយអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមករកបាននៅហាងខ្សែពេជ្រហើយមួយវិញទៀតមិនថាជា computer
កុំព្យូទ័រ brand ណាទេគឺបងប្អូនអាចមករកជាវបានអាហារសាច់ពេជ្រដូចជា Lenovo Asus MSI brand Acer បាទហើយនឹង Dell ហើយជាមួយនឹងប្រភេទ Apple បាទគឺបងប្អូនអាចរកបានអាហារសាច់ពេជ្រទាំងអស់មិនថាជាប្រភេទ Apple Mac Mini Apple Mac Studio ហ្នឹងសិតតែមានអាហារសាច់ពេជ្រទាំងអស់អញ្ចឹងបងប្អូនទាំងអស់គ្នាបាទមានជាកញ្ចប់លុយថាការសតទេបងប្អូនអាចរកសេវាកម្មបងរំលោះអាហារសាច់ពេជ្របានមិនថាជាសេវាកម្មបងរំលោះ EON មិនថាជាសេវាកម្មបងរំលោះរបស់ Active People គឺបងប្អូនសិតសឹងតែអាចរកសេវាកម្មទាំងអស់នេះនៅហាងសាច់ពេជ្រទាំងអស់ហើយមិនត្រឹមតែប៉ុណ្ណោះទេបងប្អូនអាចនឹងរកកញ្ចប់មួយទៀតគឺកញ្ចប់សេវាកម្មជួសជុលមិនថាបងប្អូនមានបញ្ហាផ្សេងៗគឺបងប្អូនអាចមករកសេវាកម្មជួសជុលហាងសាច់ពេជ្របានដោយបងប្អូនអាចបានទទួលបានតម្លៃពិសេសទៀតពីការជួសជុលនេះហើយមួយវិញទៀតបងប្អូនមកដល់ហាងសាច់ពេជ្រគឺមានកញ្ចប់គ្រប់សេវាកម្មអញ្ចឹងបងប្អូនអស់បារម្ភហើយដោយបងប្អូនកាន់ថវិកាមកតិចតួចក៏អាចជ្រើសយកសេវាកម្មបងបានដែរអញ្ចឹងបងប្អូនកុំឲ្យឱកាសនេះកន្លងផុតបងប្អូនអាចមករកហាងសាច់ពេជ្រនៅកញ្ចប់ទាំងអស់បាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានរហូតវីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងខ្ញុំមានតែពាក្យអរគុណបងប្អូនទាំងអស់គ្នាដែលជួយ support កន្លងមកនៅហាងសាច់ពេជ្រដែលជួយ control តាំងពីហាងសាច់ពេជ្រនៅទូចបាទមិនទាន់មានហាងរហូតដល់បានកសាង credit បានដល់ប៉ុណ្ណេះគឺសិតតែជាការឆ្លាញ់របស់បងប្អូនទាំងអស់គ្នាជួយ control បងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំមានតែលើកម្រាមដៃ10អរគុណបងប្អូនទាំងអស់គ្នាដែលបាន support តាំងពីដើមរហូតមកដល់ពេលនេះហើយនឹងបន្ត support រហូតតទៀតហើយមិនថាជាក្រុមហ៊ុនផ្សេងៗដែលបានសហការជាមួយហាងសាច់ពេជ្រជួយទិញជាកញ្ចប់បាទ order ជាកញ្ចប់ឈុតធំដូចកុំព្យូទ័រអីពីច្រើនគឺហាងក្រុមហ៊ុនផ្សេងៗហ្នឹងគាត់បានតែងជួយ support ដល់10ដើមម្ដង5 10ដើមហ្នឹងទៅគឺជឿអាចបញ្ចេញពីនេះរបស់គាត់បានទេដោយសារគាត់ទិញដាក់ក្រុមហ៊ុនអញ្ចឹងគាត់ចង់បញ្ចេញអញ្ចឹងអត់មានសិទ្ធិរបស់គាត់ដែរអញ្ចឹងសម្រាប់បុគ្គលណាដែលគាត់អនុញ្ញាតដែរបានយើងអាចធ្វើការបង្ហាញសូកាន់បងប្អូនបានហើយមួយទៀតបងប្អូនអាចរកជា all in one កុំព្យូទ័រ all in one កុំព្យូទ័រ laptop desktop build desktop សំបីតែ build desktop ក៏បងប្អូនរកនៅហាងសាច់ពេជ្របានដែរបាទដូចកន្លងមកបងប្អូនដូច build ឡើងមុនហ្នឹងជាវគាត់ build ឡើង3000 4000ហ្នឹងហាងសាច់ពេជ្រតែគាត់ថាយើងអត់នេះទេយើងអត់បានថតជូនបងប្អូនតែសំខាន់ហាងសាច់ពេជ្រមានទទួល build ដូចជា monitor ផ្សេងជាច្រើនទៀតមិនថាជាកាមេរ៉ាពួក brand Xiaomi ពួកអីទេគឺហាងសាច់ពេជ្រសិតតែមានជូនចែកជូនបងប្អូនអស់គ្នាវីដេអូនេះទូទៅតិចមែនតែបានដល់ឲ្យបងប្អូនបានខ្វះក្បាយបានដឹងពីបាទកញ្ចប់សេវាកម្មផ្សេងៗនៅហាងសាច់ពេជ្រមិនថាជាអ្វីផ្សេងៗគឺមានបានចែកជូនបងប្អូនអស់គ្នាឲ្យដឹងហើយថ្ងៃនេះខ្ញុំមានតែប៉ុណ្ណេះទេហើយទោះខ្ញុំមិនសូវនៅហាងរវល់ជាពិតមែនតែក៏ខ្ញុំមិនភ្លេចចោលសេវាកម្មនេះទាំងអស់ដែរគឺសេវាកម្មតែដដែលទោះខ្ញុំមិនសូវនៅហាងបងប្អូនមកគាត់តែងតែនិយាយថាខ្ញុំមកអត់ដែរឃើញបងឯងអត់ដែរឃើញអូនឯងអញ្ចឹងដោយសារខ្ញុំមានការរវល់តំណែងជាច្រើននៅក្នុងស្រុកជើងគឺថាខ្ញុំចេញទៅសហការជាមួយក្រុមផ្សេងៗដើម្បីឲ្យគាត់រកជាកញ្ចប់ទិញឲ្យបានគ្រប់ពីសេវាកម្មកញ្ចប់របស់ហាងរបស់យើងហើយគាត់ដឹងពីសេវាកម្មរបស់យើងមានអីខ្លះអញ្ចឹងគាត់នឹងទទួលសេវាកម្មរបស់យើងទើបហាងរបស់យើងគឺពីច្រើនគឺមកអត់សូវជួបខ្ញុំទេជាច្រើនខ្ញុំនៅអាសានៅខេត្តដើម្បីទៅតំណែងការទូផ្សេងទៀតអញ្ចឹងតែហាងយើងនៅដំណើរការធម្មតាកញ្ចប់នេះគឺសិតតែមានធម្មតាទេអញ្ចឹងបងប្អូនអាចរកបានអាហារសាច់ពេជ្រអរគុណច្រើនបាទវីដេអូបែបហ្នឹងជម្រាបលា